ជាសួរលោកគ្រូយើងឈ្មោះណាចាំសុចិតាឥឡូវយើងមកធ្វើ create នៅ system យើងបន្តទៀតគឺ system failover crosser ដើម្បី create system នោះបានគឺយើងចូលមកកាន់ AWS យើងសុំមកមុននឹង create ហ្នឹងខ្ញុំក៏បានបង្កើត instance ពីថ្មីមួយទៀតសម្រាប់ឲ្យវាអាច connect ជាមួយគ្នាបានអញ្ចឹងខ្ញុំបានបង្កើតនៅ instance មួយគឺ node 1 and node 2 បន្ទាប់មកខ្ញុំមកធ្វើការបង្កើតនៅ security group មួយដែលមានឈ្មោះថា closer sg អានោះគាត់ខ្ញុំដាក់ទេដោយនៅក្នុងនោះដែរក៏ខ្ញុំបានset នៅ port មួយចំនួននេះដូច port នេះនៅលើ inbound មួយ outbound port នេះគឺខ្ញុំគឺខ្ញុំបាន set port អស់ហើយនៅពេលយើង set port អស់ហើយយើងគ្រាន់ចុច create នៅពេលដែលយើងនេះហើយនៅពេលដែលយើង create នៅ security group មួយហើយយើងចូលមកកាន់ instance យើងវិញមកតបមកធ្វើការ add នៅ security check security group នេះយើងគ្រាន់ចូលលើ node 1 មួយ node 2 របស់យើងមកយើងចូល security តបមកយើងយក security group ដើម្បី add នៅ group មិញដែលយើងបង្កើតនេះ group នេះគឺខ្ញុំបាន add ហើយនេះអូខេអញ្ចឹងខ្ញុំ add ហើយឥឡូវយើងចូលមកកាន់ការ create របស់យើងនេះម្ដងទៅដែលខ្ញុំបាន save command ទុកដើម្បីឲ្យអ្នកទាំងគ្នាបានងាយស្រួលក្នុងការយល់គឺដើម្បី connect ដើម្បី create នៅ system បានទីមួយគឺយើងត្រូវ connect both instance ហ្នឹងមានន័យថានេះinstance ដែលយើងបានបង្កើតពីថ្មីហ្នឹង add ទៅក្នុង git bash នេះអូខេយើងបើក git bash 2មក git bash ទីអានេះគឺជាសម្រាប់ instant node 1 អានេះសម្រាប់ instant node 2 ចឹងតើយើង log in វា remote វាចូលគ្នាហើយបន្ទាប់មកចំណុចទី2គឺយើងត្រូវ install require package ដែលយើង install នៅលើ node 1 ផង node 2 ផងដែលយើងប្រើប្រាស់នេះ command sudo apt update បន្ទាប់មកបើយើងធ្វើការ sudo install វិញម្ដង and កន្លែងនេះខ្ញុំបញ្យល់ដោយសារតែខ្ញុំបាន set up វាហើយអញ្ចឹងខ្ញុំបញ្យល់អ្នកទាំងអស់គ្នាមកទៅឲ្យអ្នកទាំងងាយស្រួលយល់ជាងអញ្ចឹងព្រោះថាពេលយើងធ្វើបដាវាអាចមាន error អញ្ចឹងបាទអញ្ចឹងទៅខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាមកទៅstep ទី3គឺយើងត្រូវ config ទៅលើ host file នៅលើ host file ហ្នឹងយើងត្រូវ config both ដែរទៅលើពីរហ្នឹងដែរដោយយើង sudo nano ចូលទៅកែចូលទៅ add នៅ line 2 ថ្មីមួយគឺ line នេះមួយ and line នេះមួយដោយ private នេះណាដោយ private IP គឺយើងអាចយកវាមកពីនេះយើងគ្រាន់តែ host name .i មកយើងនឹងទទួលបាន private ID បើយើងចង់បាក់ private IP របស់ node 1 យើង save កន្លែង hostname .i ហ្នឹងនៅកន្លែង host 1 មកបានហើយបើយើងចង់save លើ node 2 យើង save អា hostname .i ហ្នឹងនៅ node 2 ទៅយើងនឹងទទួលបាន private ទេដល់ពេលហើយយើងនឹងយកអា private IP ហ្នឹងយកមកដាក់ខាងមុខឧទាហរណ៍ថា private ID របស់ខ្ញុំគឺsorry 172.31.1. ចាំហើយហើយទៅយើងដាក់ឈ្មោះមក node 1 ចឹងទៅអូខេយើងគ្រាន់តែចង់មក replace វាទៅបានអូខេនេះឥឡូវយើងវាថតមក host យើងចូលមក host មកយើង complete time as នេះ
ដូចខ្ញុំដាក់ចឹងនៅពេលដែលយើងដាក់ហើយយើង control O enter control X ដើម្បី save អូខេចំណុចបន្ទាប់គឺយើងត្រូវ config នៅ corsin yeah យើងក៏ត្រូវ config នៅ post ដែរ config នៅលើ node 1 ផង node 2 ផងចឹងទៅសម្រាប់ set នៅ hard cluster password yeah គឺយើងប្រើប្រាស់ sudo passwd ហើយទៅឈ្មោះនេះយើងមកឈ្មោះ hard cluster យើងមកអូខេនៅពេលដែលយើងធ្វើការ set ហើយយើងមក enable and start the PCS daemon ទៅនៅពេលយើង start ហើយបន្ទាប់នៅពេលយើង start មកទាំងអស់ហើយយើងចូលមក step ទី5របស់យើង step ទី5របស់យើងហ្នឹងគឺយើងត្រូវ authenticate node yeah តែអាកន្លែង authenticate node ហ្នឹងគឺយើងមក run តែនៅលើ node ទី1ទេគេហៅថា instance ទី1ទេអូខេកន្លែងនេះកន្លែង node 1ហ្នឹងយើងអាច replace វាជា IP របស់យើងហ្មងក៏ស្រួលដែរបន្ទាប់មក password ហ្នឹងយកមកពីណា password ហ្នឹងយកមកពីកន្លែងយើង set កន្លែងនេះមិញទៅពេលដែលយើងវាយនេះហើយវាដាក់ឲ្យយើង set password ហើយយើងនឹងទទួលបាន password ហ្នឹងទៅពេលហើយយើងយក password ហ្នឹងមក replace កន្លែងនេះមកបន្ទាប់មកយក IP របស់ node 1 node 2 ហ្នឹងយកមក replace នេះមកគឺ run success ហើយ yeah ចំណុចបន្ទាប់ទៀតគឺចំណុចstep ទី6គឺយើងត្រូវ create នៅ cluster នៅក្នុង cluster នេះគឺយើងការ create ហ្នឹងគឺយើងចាំបាច់គឺយើង create តែនៅលើ node 1ទេសម្រាប់ជួរទី1ហ្នឹងគឺយើងប្រើប្រាស់ដើម្បី set up នៅ cluster name យើងអាចដាក់ name នេះទៅអីផ្សេងក៏បាន yeah and node នេះយើង replace វាជា IP ក៏បានវាយជាអក្សរចឹងក៏បានដែរប៉ុន្តែតាមនេះយើងវាយជា IP ទៅវាឆាប់ចាប់បានណា yeah ចំណុចទី2គឺយើងត្រូវការ start បន្ទាប់មកយើង enable yeah នៅពេលដែលយើង enable ហើយនឹង start ហើយយើងចូលមកចំណុចមួយទៀតគឺ step ទី7គឺយើងត្រូវ config នៅ cluster property yeah គឺយើងគ្រាន់តែ pass នៅ command line នេះពីរនឹងមកយើង pass នៅលើតែ not one ទេ yeah នៅពេលដែលយើង pass វា successful ហើយយើងមកចូលចំណុចទី8របស់យើងមកចំណុចទី8 step ទី8ហ្នឹងគឺយើងត្រូវ create នៅ dummy មួយដើម្បីឲ្យវាដំណើរការចាអញ្ចឹងការ create dummy នោះដូចខ្ញុំសរសេរបានឲ្យអ្នកទាំងគ្នាហើយនេះគឺជាការ create dummy ក៏ដែលការ create dummy ហ្នឹងយើងអត់ចាំបាច់ត្រូវ create នៅលើ node 2 ទៀតទេយើង create តែ node 1 ទៅចាបានទេឥឡូវយើងធ្វើការតេស្តថារបស់យើងហ្នឹងត្រូវអត់យ៉ាឥឡូវយើងចូលមកតេស្តមួយមកនេះ comment នេះគឺ comment test ដែលខ្ញុំបានសរសេរវារួចមកហើយអូខេនេះគឺយើងតេស្តវា start ឥឡូវយើងធ្វើការតេស្តទៅលើតេស្តទៅលើ not to វិញសម្រាប់sorry មកខ្ញុំតេស្តខុសឥឡូវយើងតេស្តសំបីគឺកន្លែង sudo នេះគឺយើងត្រូវតេស្តលើ node ទី2អញ្ចឹងយើង copy ទៅមកយើងមកតេស្តលើ node ទី2វិញអូខេវា error ដោយសារតែខ្ញុំបានតេស្តវាមួយសាយឥឡូវនេះឃើញខ្ញុំតេស្តវាមួយសាយអញ្ចឹងយើងមក
bring នៅធ្វើការតេស្តនេះវិញម្ដង bring ឲ្យវា back មក normal វិញ sorry យើងទាញឲ្យវាមកដូចដើមសិនមក yeah okay yeah គឺយើង start នៅ port របស់យើងដើមវិញអីមិញវាផ្ដាច់ port ប៉ុន្តែវាទៅដើរតាម port អីផ្សេងអូខេនេះគឺវាដើរតាម port នេះ 172.31.150 អូខេនៅពេលដែលខ្ញុំធ្វើការនេះគឺវាដើរតាមនៅពេលដែលខ្ញុំធ្វើការ bring node វាវិញវាមកដើរតាមផ្លូវនេះវិញអូខេអានេះខ្ញុំធ្វើការតែវាហើយឥឡូវខ្ញុំធ្វើការ bring វាវិញមក yeah គឺវា bring វាមកវិញអស់ហើយអូខេ and នេះគឺជាការតេស្តហើយនឹងការ set up ទៅលើ system on cloud system របស់ failover cluster នៅលើ cloud ខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីការ set up និងពីការតេស្តរបស់វាគឺ fail cluster ហ្នឹង failover cluster ហ្នឹងវាប្រៀបបានដូចខ្សែអ៊ីនធឺណិតមួយដែលគេភ្ជាប់ពី router មួយទៅ router មួយចឹងហើយនៅពេលដែលគេភ្ជាប់គេភាគច្រើនគេមិនតែភ្ជាប់ port ខ្សែតែមួយឯងភាគច្រើនគេខ្សែ2ខ្សែ network 2ដោយសារតែនៅពេលដែលខ្សែ network មួយដាច់គឺមានខ្សែ network មួយទៀតមួយចំនួនអូតូយ៉ាវាភាពបានដូចចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់អរគុណដែលបានទស្សនាវីដេអូនេះ